លោកអ៊ំលោកអូអ្នកលីលោកគ្រូជាទីគោរពនិងសូមស្វាគមន៍នេះលេខខេត្តរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាការវត្តប្រាសាទព្រះភ្នំរាសីហៅវត្តចកថ្មី9ចំណាប់អារម្មណ៍របស់គណៈកម្មការគ្រប់គ្រងសាលាប្រូក្រាមនារីជាជួរ11ចែកអំណោយដល់សិស្សានុសិស្ស12កម្មវិធីផ្សេងៗនិងបិទកម្មវិធីផងដែរកាលក្នុងឆ្នាំសិក្សា2025-2026តំណាងព្រះគ្រូសូមអបអរសាទរ4លោកស្រីយឿនស៊ីនមីភូមិជំនុំរាជសូមអបអរសាទរ5លោកហាន់រ៉ាតំណាងគណៈកម្មការគ្រប់គ្រងសាលាសូមអបអរសាទរ7លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាជំនុំរាជសូមអបអរសាទរ8អាណាព្យាបាលមេដាបៃតានិងសិស្សានុសិស្សសាលាបឋមសិក្សាជំនុំរាជសូមអបអរសាទរជាតិនៃព្រះរាជាណាចក្រសូមអរគុណសូមមេត្តាសម្រួលអេរយាបថដែរគុណព្រះរាជគុណពីព្រះអង្គគុណរដ្ឋនិងគុណនៃតុបគុណព្រះក្លៅទីគោរពនិងលោកស្រីគណៈកម្មការគុណគ្រូមានវត្តមានដល់ចំពោះទីគោរពសូមសម្ដែងនៅអភិវឌ្ឍវិទ្យាចំពោះគណៈពុទ្ធដីទីគោរពបាទថ្ងៃនេះគឺថ្ងៃសៅរ៍6កើតខែកបិតឆ្នាំសាយទេវិការឆ្នាំវិសាថ្មី2025-2026នៅសាលាបឋមវិសាជំនុំរាជការបង្ហាញនៅកិច្ចអភិវឌ្ឍនិងភាពរីកចម្រើនក្នុងវិស័យអប់រំក្រុមការដឹកនាំរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំបាទសូមគោរពជម្រាបសួរមេដាសាលាពីដើមពីមូលបច្ចុប្បន្នចូលរៀនតែងតែប្រែប្រួលនៅបតីដល់ថ្នាក់ទី6អាណាព្យាបាលកម្មវិធីវិទ្យាល័យឧស្សាហ៍កម្មវិធីសុខភាពឧស្សាហ៍កម្មវិធីគ្រោះមហន្តរាយកម្មវិធីសិក្សាអំពីអាកាសធាតុកម្មវិធីសម្រួលបឋមអប់រំកាយនិងសិល្បៈជាដើមមកការដែលទី26នេះយើងតទៅលើកម្មវិធីអមមួយចំនួនគឺកន្លងនេះទីកម្មទៅអប្រសើរអត្តចរិតទៅលើរឿងអត្តសញ្ញាណជាតិនិងភាសាមេរបស់យើងដូចដែលរដ្ឋាភិបាលយើងលោកបានវិចារណ៍មានបញ្ហាគឺលុះខ្វះខាតសម្រាប់រងដាល់កុមារជាទី8នាក់ស្រីសិស្សស្រុក28នាក់ស្រី14នាក់ឡើងថ្នាក់ទី3ក្នុងកម្មវិធីថ្មីគឺចំនួន27នាក់ស្រីរួមអត់ទៅបាទលោកស្រះបាន40,000រៀលបាទឧបត្ថម្ភពីលោកគ្រូហាន់រ៉ាភូមិសាលា40,000រៀលបាទនឹងថវិកាសរុបគឺបាន6,50,000រៀលបាទលោកប៉ាពុកទាំងរួចលោកហាន់រ៉ាជាប្រធានគណៈកម្មការជួយបាទថវិកា3លានរៀលដោយមានសំណងដើម្បីបន្តការធ្វើសាងសង់ហើយអាគារសិក្សារូបរងនេះបានរួចរាល់បានប្រកាន់នេះបាទលោកបានបង្ហាញឲ្យរៀបចំដងទូជាតិថ្មីឲ្យធ្វើចំកណ្ដាលអំពីយើងអង្គវិជាការនោះគឺដើម្បីចូលបានរៀបចំទៅក្រោយពេលបរិយាកាសអាចជាសប្តាហ៍ក្រោយនេះរៀបចំបាទឲ្យជាមួយគណៈកម្មការនិងលោកស្រីពីមេដាបេដាសិស្សជំនួយសាលាទី2ចំពីយកាបាទពីយកាមិនទាន់សមរម្យទេបាទរេងធ្វើយ៉ាងណាឲ្យមានការជឿលើបាទមិនបាច់ធីបសាលាយើងសាលាណាទេយើងធីបតែសាលាយើងបានធីបតែពី 3K មុន 3K នេះមានប្រែប្រួលខ្លះធីបតែពីឆ្នាំមុនមួយឆ្នាំនេះមានប្រែប្រួលខ្លះបាទចូលគឺមានផ្ដោតទៅលើប្រភេទទៅមុខទេគឺមានទាំងការអនាម័យមានការអប់រំសុខភាពមានអិរិយាបថទៀនទឹកស្អាតនិងសម្រាប់ចុងភៅឬសម្រាប់ស្រោចដំណាំសាលាទៅនេះសូមអរគុណបាទដល់លោកនាយកសាលាដែលបានអានរបាយការណ៍ស្ដីពីវឌ្ឍនភាពដ៏មានសារៈសំខាន់និងមាន
អត្តន័យដែលជ្រាលជ្រៅហើយព្រមទាំងលោកនាយកបានសំណេះសំណាលជាមួយនឹងអាណាព្យាបាលខ្ញុំបាទសូមជូនពរហើយលោកនាយកជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លដៃជាកិច្ចបន្ទាប់ខ្ញុំបាទសូមគោរពអញ្ជើញអ្នកគ្រូអឹមសាទដែលជាគ្រូខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណតំណាងព្រះគ្រូចៅអធិការវត្តប្រាសាទព្រះភ្នំស្រីទីគោរពសូមគោរពដល់គណៈអធិបតីទាំងអស់សូមគោរពលោកនាយកលោកគ្រូអ្នកគ្រូទាំងអស់ជាទីគោរពសូមគោរពអ៊ំពូមីងទាំងអស់ជាទីគោរពស្អីទីគ្រូបង្រៀនប្រចាំសាលាបឋមសិក្សាជាបង្រៀនប្រចាំឆ្នាំសិក្សា2024-2025នេះក្នុងឱកាសបរិបទ2025-2026សូមរាយការណ៍ពីបទពិសោធន៍មួយចំនួនដែលលោកនាយកចាត់តាំងឲ្យនាងខ្ញុំតំណាងកិច្ចតែងការបង្រៀននិងសម្ភារៈដំណើរការបង្រៀននិងរៀនកុមារីរិនសាលីសដែលសូមក្រាបថ្វាយបង្គំតំណាងព្រះចៅអធិការវត្តប្រាសាទព្រះភ្នំសូមគោរពលោកគ្រូអ្នកគ្រូជាទីគោរពមិត្តរួមឆ្នាំសិក្សាទាំងអស់ជាទីមេត្រីក្នុងឱកាសប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី2025-2026នាងខ្ញុំមានកិត្តិយសដល់ខ្ពង់កំនិងការបដិញ្ញាចិត្តជូនចំពោះគណៈអធិបតីឲ្យខ្លាយជាកូនល្អសិស្សល្អមិត្តល្អនិងពលរដ្ឋល្អហើយជាកិច្ចបន្ទាប់ខ្ញុំបាទសូមគោរពអញ្ជើញលោកខុនរតន៍ដែលជាជំទប់ទី1តំណាងឲ្យក្រុមប្រឹក្សាឃុំស្រែខ្មៅឡើងអានសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាទសូមគោរពអញ្ជើញកម្មវិធីបើកបរិយាកាសឆ្នាំថ្មីដែលជាដំបូងខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះជគុណទាំងពីរព្រះអង្គជាទីសារៈបើកបរិយាកាសជាទីគោរពជាទីស្រឡាញ់រាប់អានបរិយាកាសឆ្នាំថ្មីឆ្នាំ2025និង2026ការយកនេះហើយជារៀងរាល់ឆ្នាំគឺតែងតែមានបើកបរិយាកាសនៅថ្ងៃទីខែវិច្ឆិកាដើម្បីប្រមូលមួយសិក្សានិស្សិតដែលមានអាយុ3ឆ្នាំ5ឆ្នាំក៏ដូចជា6ឆ្នាំដែលយើងគិតថាវិចិត្រសុខែសម្រាប់យើងអរជំនុំក្នុងការអានសាររបស់សម្ដេចបវរធិបតីបាន2ក្រសួងអប់រំយុវជននិងកីឡាត្រូវសហការជាមួយនឹងអាជ្ញាធររាជធានីខេត្តបីធានាសុវត្ថិភាពដល់ដំណើរការរៀនបង្រៀននិងរៀនបាទដូច្នេះទាក់ទងជាមួយយើងនេះអត់មានផលប៉ះពាល់ទេដើម្បីថ្នាក់ទី10គឺមានម៉ោងបន្ថែមរហូតដល់ទៅ2ម៉ោងគណៈកម្មការត្រួតត្រងសាលាអ្នកគ្រូអ្នកតាបៃតាសិក្សានិស្សិតសូមជួបនិងប្រកបទៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀតគ្លាឡើយបាទសូមអរគុណបណ្ណារៈជំទប់ទី1នៃសាលាឃុំស្រែខ្វៅដែលតំណាងឲ្យក្រុមប្រឹក្សាឃុំក៏ដូចជាតំណាងឲ្យលោកមេឃុំផងដែរខ្ញុំបាទសូមជូនពរប្រកបជួបតែពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈបាទកំបីគ្លៀតគ្លាឡើយជាកិច្ចបន្ទាប់ខ្ញុំបាទសូមនៅក្នុងសាលារៀនបឋមសិក្សាជំនុំរាជមានចំណាប់អារម្មណ៍ផ្ដាំផ្ញើដល់សិស្សានុសិស្សបាទសូមគោរពអញ្ជើញលោកបាទសូមអរគុណព្រះគុណទាំងពីរព្រះអង្គជាទីរត់សាលាយើងខលអមុតបងយើងខិតមកត្បូងយើងត្រូវការចំណាយប្រាក់មានឋានៈទេគឺប្រាក់មានខាងសហគមន៍ទាំងអស់គ្នាចូលរួមទៀតយើងខិតខ្លងទ្វារខិតមកត្បូងឲ្យវាចំគោលដៅសាលារៀននៅល្អគាត់ជួយយកទេគាត់ចាត់ថាសូមគោរពគណៈកម្មការហើយលោកគ្រូទាំងអស់ជាទីគោរពហើយសូមគោរពអាណាព្យាបាលសិស្សទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះក៏មេត្តាគុណសម្បត្តិកំណត់ឲ្យបានស្អាតដើម្បីឲ្យគាត់បានរក្សាអត្តសញ្ញាណប័ណ្ណដើម្បីជាប់ទុតិយយើងអត់មាននិយាយពីក្រោយខ្នងទេគណៈកម្មការតំណាងឲ្យ
តំណាងឲ្យភូមិស្លាប់គឺនឹងតំណាងឲ្យភូមិជំនុំរាជ ដែលរាំដោយសិស្សានុសិស្សសាលាបឋមសិក្សាជំនុំរាជហើយក្នុងឱកាសនេះផងដែរក៏ខ្ញុំបាទសូមជម្រាបជូនគណៈអធិបតីក៏ដូចជាមេដាបេដាសិស្ស លារីជាជួតែងតួយ៉ាងស្រងចំណានលើកដៃពុទ្ធរួមក្បាច់ខ្មែរព្រមទាំងសុខសៀតមាលាឈ្ងុយឈ្ងប់ស្រស់អត់មានទងត្រង់ណារំតាមរបៀបក្បាច់ខេមរាពីបុរាណទុកជារបំមួយស្រស់យ៉ាងចំណានគ្រាន់តែកែកំសាន្តនៅពេលស្រាងស្រានប្រុងស្រីគ្រប់ប្រាណជុំគ្នាលេសាំគេចិត្តឆ្ងាយគេតែមានក្តីសរសើរអំពីដំណើរក្បាច់ខ្មែរតាំងពីដើមមកសពថ្ងៃឥតកែប្រែខ្មែរចេញរក្សាទុកកំណែលតាំងពីបុរាណអង្វែងមកមហាក្សត្រលោកថែរក្សាទ្រព្យនិងជាប់ជាទំនៀមទម្លាប់ឮល្បីសាយសំលើពីភពដែលគេតែងសរសើរ តាមជូនលោកបាននារីជាជួររបស់យើងបានបញ្ចប់ទៅហើយឥឡូវនេះចូលដល់កម្មវិធីបន្តទៀតបាទ កាលរឿងរំដួលជ្រួលតាមគេថាដល់រឿងបុប្ផាបានឃើញផ្ទាល់ភ្នែកការរិះក្នុងចិត្តការអិនមានមែនមានក្លិនកំឡែងតើការអិតមេឃដើមដោះឯណាតាមពិនបោផាជាឈ្មោះស្រង់ស្រីធ្វើឲ្យកវីញាប់ញ័រចិនដាកវីអភ័ព្វជាប់ចិត្តប្រាថ្នាទៀនយកសង្ខារផ្ដាច់ឲ្យមរណាដូចតែនឹងស្រីសែងទារុនអង្រួមចិត្តខ្ញុំប្រត់ស្នេហ៍នៅអង្គរធំសែនទុករំដំញោមនេះអរាអខេតសៀមរាបជ្រាបចូលវិញ្ញាណស្នេហានៅក្បែរប្រាំងប្រាំងថ្ងៃដែលបានជួបវងមិត្តអូន
ប្រាសាទរូបបងទេសចរម្នាក់